ដែលកំពុងនៅជាមួយនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃទូរស័ព្ទមកលពូអញ្ចឹងខ្ញុំក៏ឃើញទូរស័ព្ទប្រូអត់តែបានលូបមុខផងកោពីដេកថ្ងៃអាសៀលលោកដេកតធ្លាក់ម៉ោង5ចុងថ្ងៃអាទិត្យមានពីណាគេមកឆាឆៅយើងប៉ុន្តែពីបាងកកអញ្ចឹងពេលដែលឃើញអញ្ចឹងខ្ញុំនឹកឃើញថាខ្ញុំត្រូវបានគេបោកប្រាស់ម្ដងរួចហើយដូច្នេះម្ដងនេះខ្ញុំត្រូវតែថតទុកកន្លែងណាទៅបោកដែលនិយាយពីបញ្ហាបោកប្រាស់យើងបានស្រស់ស្រួលគ្នាធ្វើការកែសម្រួលកម្លាំងនៅមុំ3ថ្ងៃនោះខ្ញុំពិបាកនឹងបញ្យល់ណាពេលហ្នឹងទាំងថៃស៊ីនទាំងអ៊ុងអ៊ីងដែលជានាយករដ្ឋមន្ត្រីទាំងយិនឡាក់ដែលជាអតីតនាយករដ្ឋមន្ត្រីដែលកំពុងនៅដូចបៃសុទ្ធតែហៅទូរស័ព្ទមកអរគុណខ្ញុំអំពីការកែសម្រួលនេះពេលហ្នឹងនាយករដ្ឋមន្ត្រីក៏ហោះចេញទៅហើយខ្ញុំបានប្រាប់ថានេះមិនមែនជាការដកតបទេជាការកែសម្រួលកងទ័ពប៉ុន្តែបែរជានៅទីក្រុងបាងកកប្រើប្រាស់ភាសាដកកងទ័ពកម្ពុជាដកទ័ពខ្ញុំត្រូវគេបោកត្រូវគេកុហកដូច្នេះខ្ញុំត្រូវតែមានតម្លាភាពជាមួយពលរដ្ឋរបស់ខ្ញុំត្រូវតែមានគណៈដេយភាពជាមួយមេដឹកនាំរបស់ខ្ញុំថតទៅលេងហើយទូរស័ព្ទខ្ញុំវាអូតូរីកតទៅជិះថតទៅលេងកិច្ចសន្ទនានោះខ្ញុំគ្មានចេតនាដើម្បីនឹងបញ្ចេញទេក៏ប៉ុន្តែខ្ញុំគិតថាល្ងាចម៉ោង5ថ្ងៃ15ឃើញចាប់ផ្ដើមនិយាយសូមសួរថាសុខភាពយ៉ាងម៉េចខ្ញុំថាអត់អីទេល្អហើយថ្ងៃហ្នឹងខួបអីថ្ងៃបុណ្យឪពុកផងហើយខ្ញុំអង្កលទៅពូហើយជាពូប៉ុន្តែពិភាក្សារឿងជាតិមិនមែនពិភាក្សារឿងគ្រួសារទេខ្ញុំត្រូវបាញ់បញ្ជូនឲ្យទៅមេដឹកនាំប្រមាណជា80នាក់ខ្ញុំគិតថា80នាក់ដោយនៅក្នុងក្រុមអចិន្ត្រៃយ៍បូកជាមួយក្រុមប្រធានគណៈកម្មការរបស់ព្រឹទ្ធសភាប្រធានគណៈកម្មការរបស់រដ្ឋសភាបូកជាមួយមេតបមួយចំនួនបូកជាមួយអ្នកនាំពាក្យឬរដ្ឋមន្ត្រីមួយចំនួនប៉ុន្តែបើអ្នកទាំងហ្នឹងសិតទៅនៅក្នុងក្រុមអចិន្ត្រៃយ៍ដដែលបូកចុះបូកឡើងទៅវានៅប្រហែល80នាក់ក្នុង80នាក់នេះមានម្នាក់អាចនឹងខឹងសម្បាជាមួយអ៊ុងអ៊ីងដែលជានាយករដ្ឋមន្ត្រីថៃគេបានទទួលសារនេះនៅក្រោយម៉ោង5ល្ងាចប៉ុន្តែម៉ោង10បែរជាអ៊ុងអ៊ីងវាយប្រហារលើខ្ញុំដូច្នេះគេក៏ខឹងដែរគេខឹងជំនួសខ្ញុំស្អីឈ្មោះអាវតាមាន Facebook មួយឈ្មោះអាវតាយក9នាទីយកទៅផ្សាយ
ខ្ញុំថ្ងៃនោះអាការបីឃ្លាយនោះនឹងថ្ងៃប្រហែលបាទ17ថ្ងៃ17ចឹងបានសេចក្តីថាថ្ងៃ16ថ្ងៃ15ចរចាគ្នាថ្ងៃ16អង្គឯងវាយប្រហារខ្ញុំពីបាងកកថ្ងៃ17បែកឃ្លាយពេលហ្នឹង fresh new រុញអាហ្នឹងមកឲ្យខ្ញុំពុទ្ធថាដែលជាប្រធាន fresh new ពុកខ្ញុំចង់ផ្សាយអាហ្នឹងខ្ញុំថាកុំឲ្យសោះតើវាបែកមកពីតាណាវាទៅតាណាខ្ញុំឲ្យផ្អាកអាហ្នឹងស្រាប់តែចេញប្រតិកម្មពីកម្មថៃមកវិញញ៉ែតខ្ញុំក៏បង្ហោះសារមួយចេញទៅថាខ្ញុំពិតជាបានថតសម្លេងហើយបានចែកចាយទៅឲ្យមេដឹកនាំរបស់ខ្ញុំប៉ុន្តែគេបានយកតែ9នាទីទេហើយខ្ញុំមាន17នាទី6វិនាទីបើចង់បានខ្ញុំនឹងបង្ហោះអញ្ចឹងខ្ញុំក៏បង្ហោះអានឹងហើយខ្ញុំក៏ដេកទៅញាក់ឡើងឃើញគេប្រតិកម្មប្រងព្រាតមកអញ្ចឹងបង្ហើយប្រៅទៅឥឡូវលោកជំទាវនាយករដ្ឋមន្ត្រីលោកជំទាវចេញមកថានេះជាយុទ្ធសាស្ត្រចរចាឬក៏ជាតាក់ទិកចរចាសូមលោកជំទាវបកស្រាយឲ្យខ្ញុំព្រោះខ្ញុំមើលឃើញតែ2ចំណុចទេចំណុចទី1ដើម្បីតម្រូវចិត្តហ៊ុនសែនលោកជំទាវសុកចិត្តជេរមេតាហានខ្លួនឯងតើនេះត្រង់នៅប្រទេសថៃចាត់ទុកយ៉ាងម៉េចមិនដឹងទេប៉ុន្តែបើនៅកម្ពុជាគឺទោសស្គាល់ជាតិតែម្ដងខុបខិតជាមួយបរទេសជេរមេតាហានខ្លួនឯងលោកជំទាវគិតមើលទៅខ្ញុំមិនបាននិយាយរឿងមេបញ្ជាការភូមិភាគទេតែមកដល់ថ្ងៃនេះអត់ដែលនិយាយទើបនឹងនិយាយពាក្យមេបញ្ជាការភូមិភាគម៉ោងហ្នឹងចំពោះគាត់ទេខ្ញុំយល់អំពីភារកិច្ចរបស់មេតបមិនថាមេតបយើងមិនថាមេតបគេទេវាត្រូវតែមានចរិតអញ្ចឹងណាបានគេហៅមេតបខ្ញុំអត់ដែលចាត់ទុកថាមេភូមិភាគ2ហ្នឹងបើហើនភ្លើអីអញ្ចឹងចុះខ្ញុំអត់ដែលនិយាយផងខ្ញុំមានបានសួរខ្ញុំបានស្ដាប់សម្លេងនោះមើលខ្ញុំមានបានទៅថាមេភូមិភាគនឹងបើហើនណាខ្លួនឯងទៅជាអ្នកនិយាយថាមេភូមិភាគនឹងវាអញ្ចេះវាអញ្ចុះណារហូតដល់មានការអាងតាមរយៈនៃជំនួយការរបស់ខ្ញុំថាបើសិនជាអំណាចរឹងមាំហើយអាមួយនឹងត្រូវជាប់គុកទៀតពួកខ្ញុំយល់អំពីរបៀបធ្វើមេតបយើងមិនអាចទៅបន្ទោសគេថាគេពើងទ្រូងគេអីអញ្ចឹងចោលទេអត់ទេមេតបខាងយើងក៏ត្រូវតែសម្ដែងរឹកអញ្ចឹងដែរអាហ្នឹងពួកអាហ្នឹងមិនខ្មិចគេហៅតបទៅក៏ប្រូនមិនបាន